ចាសូមជម្រាបសួរពេលនេះនាងខ្ញុំនឹងអានបន្តទៀតនៅសៀវភៅគតិលោកភាគទី5និទានព្រះមហិសរាធិបតីគឺព្រះឥសូរសាងលោកកាលសាងលោកសម្រេចហើយព្រះឥសូរហៅពួកសត្វចតុបាទអបាទពហុបាទទាំងឡាយចូលមកកាន់ទីប្រជុំដើម្បីនឹងសួរសុខទុក្ខសពសត្វតើសត្វពួកណាគាប់ចិត្តនឹងរូបកាយខ្លួនឬពុំគាប់ចិត្តនឹងរូបកាយខ្លួនទេនឹងកែប្រែជាថ្មីតាមក្តីប្រាថ្នារបស់សត្វលោកទាំងពួងកាលទ្រង់សួរនោះគឺទ្រង់សួរស្វាជាមុនថាហើយចៅពាណូរូបកាយបាឯងដែលយើងសាងឲ្យមានអវយវៈយ៉ាងនេះសពថ្ងៃនេះតើចៅគាប់ចិត្តពេញចិត្តហើយឬនៅមានក្តីតល់ត្រង់ណាខ្លះចូលចៅថាទៅមើលនឹងកែប្រែជាថ្មីទៀតឯពាណូមើលទោសឯងមិនយល់សម្គាល់ថារុកខ្លួនឥតតល់ទៅបទូលព្រះឥសូរថាសូមទានល្អងធូលីព្រះបាទសាងរូបកាយខ្ញុំជាស្វានេះពេញជាស្រួលណាស់ហើយមានទាំងដៃជើងឡើងដើមឈើបានកប់កម្លាំងលោតចេះបេះផ្លែឈើអាស្រ័យបានដោយងាយទាំងឥតកិច្ចការធ្វើស្រែចម្ការជួញប្រែដោយយ៉ាងមនុស្សនោះឡើយព្រះអង្គសាងរូបកាយខ្ញុំនេះគាប់ចិត្តខ្ញុំហើយមិនបាច់កែប្រែឲ្យខ្ញុំទៀតទេបើព្រះអង្គចង់កែនោះសូមមេត្តាកែសត្វខ្លាឃ្មុំវិញព្រោះរូបវាមិនសមរម្យល្អទេគឺមុខនោះច្របូនរោមខ្មៅចិត្តឥតមានកន្ទុយនឹងបត់ឃើញអាក្រក់លើសគេនានាសូមមេត្តាកែវាជាថ្មីចុះម្ចាស់ព្រះឥសូរបានឮថាដូច្នោះក៏ត្រាស់ទៅខ្លាឃ្មុំថាហើយចៅអច្ឆាជាតិរូបកាយចៅឯងដែលយើងសាងឲ្យយ៉ាងនេះតើជាទីគាប់ចិត្តចៅឯងហើយឬនៅទាស់ត្រង់ណាខ្លះចូលថាមកយើងនឹងកែឲ្យឯខ្លាឃ្មុំមិនយល់ទោសខ្លួនក៏ឆ្លើយរូបខ្ញុំនេះព្រះអង្គសាងឲ្យមានធ្មេញចង្កូមដ៏មុតទាំងរោមខ្មៅចិត្តបិទស្បែកក្នុងកុំឲ្យសត្វតូចមានមូសស្រាំងស្រួយជាដើមចូលយាយីបានហើយមានជើងទាំង4ប្រកបដោយក្រចកដ៏មុតអាចឡើងឈើព្រៃយកឃ្មុំជាទីអាស្រ័យជាភក្សាហារបានឥតមានក្តីកង្វល់រវល់ដោយការធ្វើស្រែចម្ការដោយមនុស្សក្នុងលោកនេះឡើយរូបខ្ញុំនេះពេញចិត្តខ្ញុំហើយមិនបាច់កែទៀតទេបើព្រះអង្គចង់កែសូមកែរូបដំរីវិញចុះត្បិតរូបដំរីនោះខ្ញុំយល់ថាទាស់ខ្លាំងណាស់គឺរូបអីមានប្រមោយមួយក្បាលធំភ្នែកតូចត្រចៀកកំភ្លៀងរូបរាងធំកោងមើលមិនសមសោះម្ចាស់ព្រះឥសូរឮអច្ឆាថាដូច្នោះក៏សួរទៅកាន់ដំរីវិញថាចៅហត្ថីរូបកាយចៅដែលយើងសាងឲ្យយ៉ាងនេះតើគាប់ចិត្តចៅហើយឬនៅទាស់ត្រង់ណាទៀតចូលចៅថាមើលឯដំរីពុំឃើញទោសខ្លួនទៅសួរថាព្រះអង្គសាងរូបខ្ញុំឲ្យមានកាយធំខ្ពស់លើសគេទាំងភ្លុកសោតក៏ល្អប្រើជាអាវុធបានទាំងកម្លាំងហៅហានអាចចាក់អាចព្រិចនៅសត្រូវឥតទើសទាល់បរិភោគស្មៅជាអាហារឥតក្តីរវល់នឹងធ្វើស្រែកាប់ចំការដោយមនុស្សនោះឡើយរូបខ្ញុំនេះគាប់ចិត្តខ្ញុំហើយព្រះអង្គមិនបាច់កែទៀតទេឯការដែលទាស់នោះឃើញទាស់តែសត្វអូតគឺរូបជាសេះតែក៏វាវែងដូចជាកកុកឃើញមិនសំណំសត្វជាសត្វពាហនៈឡើយព្រះឥសូរក៏ត្រាស់ទៅអត់វិញថាម្ដេចចៅអូតរូបកាយចៅឯងសប្ថ្ងៃនេះស្រួលបួលហើយឬនៅទាស់ត្រង់ណាខ្លះចូលថាទៅមើលយើងនឹងកែឲ្យសត្វអត់ក៏ឆ្លើយថាព្រះអង្គសាងរូបកាយខ្ញុំមានកវែងអាចអោតស៊ីស្លឹកឈើខ្ពស់បានហើយមានកម្លាំងខ្លាំងក្នុងការបន្ទុកអាស្រ័យស្មៅផឹកទឹកឆ្អែតហើយអាចអត់បាន7ថ្ងៃមិនតោងអាស្រ័យក៏បានហេតុនេះខ្ញុំយល់ថាព្រះអង្គសាងរូបកាយខ្ញុំនេះវិសេសណាស់ហើយមិនចាំកែប្រែទៀតទេសូមព្រះអង្គកែរូបត្រីអនន្តមច្ឆាវិញព្រោះត្រីនោះរូបធំណាស់មិនសមនឹងភាពជាជាតិមច្ឆាឡើយព្រះឥសូរក៏សួរត្រីវិញត្រីឆ្លើយថាព្រះអង្គសាងរូបខ្ញុំមានកាយដ៏ធំលើសគេអាចហែលហក់ក្នុងមហាសាគរសមុទ្រធំឥតក្តីកោតក្រែងនិងរលកខ្យល់ព្យុះនេះជាការស្រួលហើយមិនចាំកែទៀតទេតតែសត្វស្រមោចព្រះអង្គសាងរូប
តូចណាស់ទាបណាស់គេដើរជាន់ពីលើបានសូមព្រះអង្គកែវាទៀតចុះព្រះឥសូរក៏សួរទៅស្រមោចដោយការក្រែងមិនគាប់ចិត្តឯស្រមោចក៏ឆ្លើយថាព្រះអង្គសាងរូបខ្ញុំតូចនេះស្រួលពេកហើយមានតែភ័យអន្តរាយមកដល់កាលណាចង់រត់ជ្រកក្នុងសម្រាមឬការអំពើក៏ឥតទាស់ឯខាងអាហារសោតក៏រកបានងាយតែបាយឬអង្ករមួយគ្រាប់ក៏ទទួលទានបានឆ្អែតបរិបូរណ៍រោគកាយខ្ញុំនេះឃើញស្រួលលើសសត្វនានាក្នុងលោកមិនតោងចាំកាយជាថ្មីទៀតទេព្រះឥសូរឮសត្វប្រាប់ក្តីសុខចិត្តគ្រប់គ្នាដូច្នោះក៏ស្ងៀមនៅហោងនិទានរឿងនេះបានជាគតិយ៉ាងណាចូលឯងអត្ថាធិប្បាយទៅមើលកូនសិស្សតបថានិទាននេះបានគតិដោយពាក្យសុភាសិតគឺច្បាប់ចាស់ថាពាក្យចាស់ពាក្យពីរព្រេងទោះខ្លួនឯងមើលមិនយល់ទោះគេតូចសោតសល់មើលទៅយល់ប៉ុនទាំងភ្នំមួយទៀតមានគតិនៅក្នុងលោកនិតិថាតេលមត្តាំងបរេសង្វៈអបតោសញ្ចបសតិនាលេកេរង្បិសតោសង្ឃខលជាតោអ្នកបសតិបុគ្គលយល់ទោសអ្នកដតីប៉ុនក្របស្បៃឬលសកៈទោសខ្លួនប៉ុនដូងទាំងសម្បកបែរោគរិះគន់គយមិនយល់ដំរាសត្វទាំងអស់សឹងឃើញតែទោសគេត្រង់ទោសខ្លួនមើលមិនយល់ដោយកលសត្វទាំងឡាយមានពីណូជាដើមដែលព្រះឥសូរសួររូបកាយរៀងខ្លួនសឹងឃើញតែរូបអ្នកដតីទាស់មិនត្រូវភ្នែកខ្លួនទាំងអស់ឯត្រង់រូបកាយរបស់ខ្លួនឯងសឹងតែអួតថាល្អថាគាប់ចិត្តឥតក្តីទាស់អ្វីឡើយអ្នកប្រាជ្ញគប្បីពិចារណាទៅទៀតចោះចប់តម្រាឃើញតែទោសគេទី12មានព្រះបរមខត្តយរាជមួយព្រះអង្គទ្រង់ព្រះនាមមហាចក្រាមហេសរាធិបតីមានឫទ្ធានុភាពផ្សាយអាណាចក្រទូទៅទាំងសកលមានស្ដេច101នាំសួយសារដំបាមាសចូលមកថ្វាយទោះស្ដេចគ្រុឌនាគយក្សទេវតានិងសត្វសីហរាជភចក្ខរាជតោលៀងភាមហិសាក៏សឹងចោះចូលមកថ្វាយបង្គំសូមជាផ្លូវព្រះរាជមេត្រីទាំងអស់គ្រាកាលនោះមានស្ដេចស្រមោចខ្មៅមួយចង់ឡើងទៅសុំថ្វាយផ្លូវព្រះរាជមេត្រីនិងស្ដេចនោះដែរថ្ងៃមួយទៅស្ដេចស្រមោចនាំពួកបរិវារអាត្មាទៅកាន់ផ្ទះសេនាបតីដល់ហើយក៏និយាយថាអ្នកសេនាបតីខ្ញុំនេះមានចិត្តស្រឡាញ់ព្រះករុណាជាម្ចាស់អ្នកឯងនេះណាស់ខ្ញុំមកនេះដើម្បីថ្វាយខ្លួនសូមព្រះអង្គជាផ្លូវព្រះរាជមេត្រីផងដូច្នេះអ្នកសេនាចូលមេត្តានាំប្រព្រឹត្តហេតុរបស់ខ្ញុំនេះចូលទៅក្រាបបង្គំទូលទ្រង់ជ្រាបជាមុនព្រះអធ្យាស្រ័យតើជាទ្រង់ប្រោះព្រមឬពំព្រមត្បិតខ្ញុំជាជាតិសត្វតូចទាបក្រែងព្រះតីយល់ថាពុំសមគួរឯអគ្គមហាសេនាបតីបានស្ដាប់ពាក្យស្រមោចដូច្នោះក៏ទទួលពាក្យទៅប្រៀបអាត្មាមនីចូលទៅគាល់ព្រះបរមខត្តយាក្រាបទូលតាមពាក្យស្ដេចស្រមោចនោះគ្រប់ប្រការឯព្រះមហេសរាធិបតីឮថាស្រមោចចង់ចូលមកជាព្រះរាជមេត្រីនិងព្រះអង្គដូច្នោះក៏ទ្រង់ខាត់ព្រះハរតីដោយសេចក្តីយល់ថាសត្វស្រមោចសង្អាជាសត្វថោកទាបមិនគួរនឹងរាប់អានទៅទទួលមេត្រីនឹងវាឲ្យអប់ព្រះកិត្តិយសព្រះអង្គគិតហើយទៅត្រាស់ថាអាសត្វស្រមោចជាតិតូចទាបណាស់យើងជាស្ដេចធំពុំគួរនឹងទៅតាំងផ្លូវព្រះរាជមេត្រីនឹងវាឡើយអ្នកឯងទៅប្រាប់វាចោះថាយើងមិនទទួលមេត្រីទេយើងមេត្រីតែនឹងសត្វធំយ៉ាងរាជសីជាដើមឯអគ្គមហាសេនាបតីជាអ្នកមានបញ្ញាជ្រៅទៅក្រាបទៅទូលទៅថាធម្មតានាយជាងឈើឬជាងតងសឹងមានគ្រឿងដែកតូចធំសម្រាប់ធ្វើការឯណាធំត្រូវប្រើគ្រឿងធំយ៉ាងដែកឆាបពន្លាកធំទៅការឯណាតូចល្អិតត្រូវប្រើគ្រឿងតូចទៅដូចយ៉ាងការរាជការរបស់ព្រះអង្គទូលីព្រះបាទសពថ្ងៃនេះរាជការឯណាធំក៏ត្រូវប្រើយៈឬគ្រុឌឬរាជសីជាដើមទៅបើរាជការឯណាតូចល្អិតដល់មកយើងត្រូវប្រើសត្វតូចទៅតាមការនោះយ៉ាងសត្វស្រមោចក៏មានប្រយោជន៍ខ្លះដែរមានរឿងនិទាននៅក្នុងទស្សជាតិដក
គឺរឿងព្រះមហាសត្វបណ្ឌិតពោធិសត្វថាកាលនោះព្រះបាទវិទេសរដ្ឋរាជមានកែវបុរាណមួយជាគ្រឿងប្រដាប់រូបកែវនោះវែងមានរន្ធវាជាសន្តានខ្ចៅបុរាណគេចោះដាក់ខ្សែប្រើបានដល់យូរមកខ្សែនោះក៏ចាស់រិចរិលក៏ដាច់ចេញអំពីដួងកែវនឹងរកអ្នកណាយកខ្សែដោតដាក់ដូចមុនវិញពុំបានព្រះបាទវិទេសរដ្ឋរាជប្រើរាជអាមាត្យឲ្យនាំយកកែវនោះទៅឲ្យព្រះពោធិសត្វដាក់ខ្សែឯព្រះមហាសត្វបណ្ឌិតមានបញ្ញាអាចដោតកែវនោះគឺលោកយកខ្សែសូត្រមកវិញត្រាញ់ហើយយកស្ករលាបចុងខ្សែក្នុងរន្ធកែវនោះលាបទឹកឃ្មុំដាក់ជានុយស្រមោចឯស្រមោចទាំងឡាយការធំក្លិនស្ករទឹកឃ្មុំហើយក៏នាំគ្នាចូលទៅក្នុងរន្ធកែវស៊ីស្ករទឹកឃ្មុំខំទាញចុងខ្សែទៅតាមរន្ធវាចេញទៅម្ខាងបានទើបមហាសត្វបណ្ឌិតទាញខ្សែដោតកែវបុរាណនោះបានហើយឲ្យនាំទៅថ្វាយព្រះបរមក្សត្រក្នុងរាជបុរីវិញរឿងបុរាណមានមកយ៉ាងនេះហេតុដូច្នេះសូមព្រះអង្គទ្រង់ទទួលព្រះរាជមេត្រីនិងសត្វស្រមោចនោះផងចុះឯព្រះបាទមហេសរាធិបតីបានស្ដាប់ពាក្យរបស់សេនាបតីទូលនាំរឿងបុរាណជាគតិដូច្នេះស្ដេចក៏ព្រមទើបត្រាស់ថាអ្នកសេនាបតីបើដូច្នោះអ្នកទៅប្រាប់ស្ដេចស្រមោចនោះផងចុះថាយើងទទួលមេត្រីហើយឲ្យវាវិលទៅទីស្ថានវាចុះមិនចាំឡើងមកគាល់យើងទេបើយើងមានរាជភាត្រូវការរោគសឹមឲ្យឡើងមកគាល់ហើយលោកអគ្គមហាសេនាបតីក៏ក្រាបថ្វាយបង្គំលាចេញចាកទីគាល់ទៅថ្លែងសេចក្តីនោះប្រាប់ស្ដេចស្រមោចស្ដេចស្រមោចក៏មានចិត្តត្រេកអរដោយសំក្តីប្រាថ្នាទៅលាសេនាបតីនាំពួកពលទៅកាន់លំនៅនៃអាត្មាវិញហោងលុះនៅមកមានកាលសម័យថ្ងៃមួយព្រះបាទមហេសរាធិបតីស្ដេចផ្ទំលើព្រះតេនទីមានសត្វក្លឹះមួយវាចូលទៅក្នុងរន្ធព្រះការនៃព្រះអង្គស្ដេចក៏ទ្រង់ក្រោកចាក់ទីបន្ទំខំយកចន្ទាលឆ្កៀលចាក់យកក៏ពុំបានវារឹតតែរកទៅខាងក្នុងស្ដេចក៏រឹងឈឺពន់ពេកណាស់ដាស់សម្ដេចព្រះទេវីនៅស្រីព្រះស្នំក្រមការឲ្យជួយយកក្លឹះនោះឯអស់ស្ត្រីស្នំទាំងឡាយមាននាងទេវីជាប្រធានសឹងផិតភ័យទីតីនាំគ្នាហៅពេទ្យមកប្រកបឱសថចាក់ដាក់ចាក់ទៅក្លឹះនោះក៏មិនចេញឡើយព្រះបរមខត្តយរាជក៏រឹងរិតតែឈឺខ្លាំងតាំងពីមជ្ឈមយាមយប់ត្រាដល់បច្ចុប្បន្នសម័យស្ដេចក៏នឹកទៅដល់គ្រុឌនាគយៈកន្ធពកុម្ភាន់រាជសីនរសីឲ្យមកជួយព្រះអង្គឯអស់ស្ដេចទាំងឡាយមានស្ដេចគ្រុឌជាដើមក៏មកកាន់ទីប្រជុំជំនុំគ្នាដើម្បីនឹងកិត្តយកក្លឹះនោះជាកលហលសឹងទិញទាល់តម្រេះប្រាជ្ញាទីតីពុំមានអ្នកណាមួយអាចនឹងយកអាសាបានគ្រាកាលនោះសេនាបតីនឹកទៅដល់ស្ដេចស្រមោចក៏នាំពួកពលបរិវារអាត្មាមកកាន់ទីប្រជុំទើបសេនាបតីប្រាប់ថាព្រះករុណាជាម្ចាស់យើងមានទុក្ខដោយសត្វតូចចូលទៅក្នុងព្រះការនៃព្រះអង្គអស់ពួកស្ដេចនានាសឹងទុញទាល់ប្រាជ្ញាទីតីសេចក្តីនេះតើអ្នកឯងគិតការយ៉ាងណាបានយើងរាល់គ្នាអស់តម្រេះប្រាជ្ញាហើយស្ដេចស្រមោចបានស្ដាប់ដូច្នោះហើយក៏ទទួលយកអាសាទៅប្រើស្រមោចខ្មៅពីរជាសេនាទាហានឲ្យចូលទៅក្នុងព្រះការរបស់ព្រះមហេសរាធិបតីឯស្រមោចទាំងពីរក៏នាំគ្នាចូលទៅខំទាញយកក្លឹះអំពីខាងក្នុងព្រះការចេញមកខាងក្រៅបានហើយបង្ហាញដល់ប្រជុំជនមានព្រះបាទមហេសរាធិបតីជាដើមឯបណ្ដាប្រជុំជនទាំងឡាយសឹងមានចិត្តត្រេកអរសាទរមហិមានាំគ្នាសរសើរក្តីគប់របស់ស្ដេចស្រមោចនោះជាអនេកបរិយាយផ្សេងហើយនាំគ្នាថ្វាយបង្គំលាចេញទៅកាន់លំនៅនៃខ្លួនទីតីរឿងនេះបានកតិដោយបុគ្គលអ្នករាប់អានតែអ្នកមានយសស័ក្តិនៅអ្នកមានសម្បត្តិត្រង់អ្នកតូចពូជទាបឬញាតិសន្តានជាអ្នកក្រីក្រពុំរាប់អានឡើយលុះដល់ខ្លួនមានកិច្ចការដូចមានអវាហមង្គលជាដើមដល់មកនឹងទៅពឹងរកអ្នកមានសម្បត្តិមានយសស័ក្តិនោះ
មកឲ្យជួយរែកសែងដងទឹកបុកស្រូវពុះអស់ឯណាក៏បានតោងពឹងអ្នកតូចតាចការទៀបការគួរធ្វើបាននោះឯងដោយស្ដេចមហេសរាធិបតីបើមិនទទួលមេត្រីនឹងស្ដេចស្រមោចនោះហើយដល់ក្លឹះវាចូលត្រចៀកធ្វើម្ដេចនឹងយកក្លឹះនោះចេញពីក្នុងត្រចៀកបានទៅប្រើស្ដេចគ្រុឌនាគយៈកន្ធប់កន្ធន់រាជសីនោះឯណានឹងចូលទៅក្នុងត្រចៀកបានបទនេះអ្នកប្រាជ្ញគួរពិចារណាមើលជាគតិលោកហោងចប់តម្រាពឹងតូចរួចទុកភ័យទី13មានស្ដេចស្មានមួយក្អែកមួយអណ្ដើកមួយយកគ្នាជាសម្លាញ់តែងពឹងពាក់គ្នាទៅវិញទៅមកថ្ងៃមួយស្មានទៅរកស៊ីនៅព្រៃមួយក៏ជាប់អន្ទាក់ព្រានព្រៃក្អែកនិងអណ្ដើកនាំគ្នារត់រកស្មាននោះលុះទៅដល់ជាយព្រៃក៏ស្រាប់តែឃើញស្មានជាប់អន្ទាក់ទៅចូលទៅសួរថាសម្លាញ់ឯងហេតុអ្វីក៏ដើររកស៊ីមិនមើលអន្តរាយមកឲ្យជាប់អន្ទាក់គេយ៉ាងនេះស្មានក៏ឆ្លើយថាអោសម្លាញ់អើយអញនេះបានជាខុសហើយចូលសម្លាញ់គិតកែខៃជួយអាយុអញផងចោះឯក្អែកនិងអណ្ដើកក៏ទទួលជួយដោះទុកភឿនក្អែកហើរទៅពំនាំទឹកមកស្រោចខ្សែអន្ទាក់ឲ្យទន់អណ្ដើកក៏ខំខ្សែអន្ទាក់នោះឯងក្អែកនិងអណ្ដើកព្យាយាមខាំកាត់អន្ទាក់នោះតាំងពីបឋមយាមររាបដល់បច្ចឹមយាមទៀបនឹងភ្លឺស្វាងកាត់ដាច់បាន2ថ្លុងនៅសល់1ថ្លុងក៏ជួនពេលព្រានព្រៃមកទៅក្អែកនិងអណ្ដើកទឿនសតិស្មានថាសម្លាញ់អើយពេលនេះម្ចាស់អន្ទាក់មកជិតដល់ហើយយើងជួយកាត់បានតែ2ថ្លុងនៅសល់1ថ្លុងចូលសម្លាញ់ខំបោលកន្ត្រាក់ដោយខ្លួនឯងឲ្យដាច់ចោះកាលសត្វទាំង3កំពុងនិយាយគ្នាដូច្នោះនាយព្រានព្រៃក៏មកដល់ទៅក្អែកនិងអណ្ដើកក៏ចេញចាកទីនោះចូលទៅពួនក្នុងព្រៃនៅខាងចាំមើលដំណើរស្មាននោះឯងឯស្មានសោតកាលបើនាយព្រានព្រៃមកដល់ខ្លួនក៏ស្ទុះកន្ត្រាក់ផ្ដាច់អន្ទាក់នោះបានហើយបោលចូលព្រៃទៅហោងឯនាយព្រាននឹកស្ដាយស្មានណាស់ក៏រត់នឹងស្មាននោះតែតាមពុំទាន់ទៅប្រទះលើអណ្ដើកដែលពួននោះតើបនាយព្រានចាប់អណ្ដើកនោះហើយក៏វិលមកធ្វើអន្ទាក់នោះទៀតឯក្អែកឃើញនាយព្រានចាប់អណ្ដើកបានដូច្នោះក៏និយាយនឹងស្មានថាចូលអ្នកខ្លែងធ្វើជាបាក់ជើងដើរទៅខាងមុខនាយព្រានដេញនាយព្រានគង់នឹងដាក់អណ្ដើកចោលនៅកណ្ដាលវាលរត់ដេញអ្នកឯងមិនលេងហើយអ្នកឯងនឹងរត់គេចមកក្រោយវិញខាំពំអណ្ដើកនោះបោលចូលព្រៃទៅឲ្យរួចពីដៃអាព្រានព្រៃនោះឯស្មានក៏ធ្វើតាមពាក្យក្អែកបង្គាប់នោះឯងលុះស្មានបោលទៅចិត្តនាយព្រានហើយក៏ធ្វើអាការៈជាសត្វបាក់ជើងម្ខាងបោលបោះតែជើង3ចំពោះមុខព្រានព្រៃនោះឯងឯព្រានព្រៃពុំដឹងអាការៈសត្វក៏សម្គាល់ថាស្មាននេះត្រូវអន្ទាក់វាខំកន្ត្រាក់តតែដាច់បានទំនងជាវាបាក់ជើងនេះព្រោះខ្សែអន្ទាក់អញវាវត្តត្រូវនោះឯងគិតហើយនាយព្រានក៏ដេញទៅដើម្បីនឹងប្រហារឯស្មានបែរមកឃើញនាយព្រានមិនទាន់ដាក់អណ្ដើកចោលដូច្នោះក៏ខ្លែងធ្វើជាពំលឿនបោលទៅបន្តិចនាយព្រានចូលចិត្តថាស្មានពីការជើងបោលពំលឿនដូច្នោះក៏គិតថាអញប្រយោជន៍អ្វីនឹងអាអណ្ដើកមួយសាច់វាស្លស៊ីបានតែព្រឹកល្ងាចប៉ុណ្ណោះគួរតែចោលវាចេញចោះនឹងខំដេញចាប់អាស្មានឲ្យបានត្បិតវាជាសត្វធំសាច់ច្រើនលើសអាអណ្ដើកនេះគិតហើយនាយព្រានក៏ចោលអណ្ដើកនោះនៅលើគុម្ពស្បូវហើយរត់តាមស្មាននោះទៅឯស្មានដឹងថានាយព្រានចោលអណ្ដើកហើយក៏រឹងធ្វើកលបោលចន្លោនាយព្រានឲ្យដេញចេញទៅផុតព្រៃស្បូវបានឱកាសហើយស្មានក៏បោលគេចមកក្រោយបានទៅដល់អណ្ដើកហើយក៏ប៉មអណ្ដើកនោះបោលបោះផ្លោះចូលទៅក្នុងព្រៃធំឯក្អែកក៏ហើរនាំផ្លូវទៅដរាបដល់ព្រៃមួយជាព្រៃផុតមនុស្សដើរទៅដល់សត្វទាំង3ក៏នាំគ្នាអាស្រ័យនៅក្នុងព្រៃនោះជាសុខសប្បាយហោងរឿងនិទាននេះឯងយល់ចោះក្នុងគតិយ៉ាងណាចូលថាតើមើលកូនសិស្សក៏តបថារឿងនេះចោះគតិកល្យាណមិត្តល្អបុគ្គលឯណាបានមិត្តល្អយ៉ាងក្អែកនិងអណ្ដើកដែលជួយដោះស្មានជាមិត្តឲ្យរួចចាក់ទុកបានបុគ្គលនោះហៅថាមានមិត្តល្អគួរគប្បីសែបគប់
ក៏ឯមិត្តនេះលោកសម្ដែងថាកុលបុត្រគប្បីបំរុងដោយស្ថាន5ប្រការគឺបែងចែកវត្ថុឲ្យ1និយាយចរចាពាក្យពីរោះ1ប្រព្រឹត្តប្រយោជន៍1ភាវៈរៈជាអ្នកមានធរៈឬក៏ខ្លួនស្មើជាប្រក្រតី1មិនខ្លែងពោលពាក្យឲ្យឃ្លៀងឃ្លាតចាកក្តីពិត1មិត្តបានទទួលបំរុងដូច្នោះហើយត្រូវអនុគ្រោះដល់កុលបុត្រនោះដោយស្ថាន5ប្រការវិញគឺឃើញមិត្តនោះដល់នៅក្តីលំបាកនាទីស្ថានឯណាមួយហើយស៊ូនៅរក្សាមិត្តពុំគិតលះចោលយ៉ាងនេះប្រការ1ជួយរក្សាទ្រព្យសម្បត្តិរបស់មិត្តដែលមិត្តលុះក្តីប្រមាថ1កាលបើមានភ័យទទួលជាទីពឹងពាក់ពំនាក់បាន1មិនលះចោលមិត្តក្នុងកាលវិបត្តិមានកាលស្រូវថ្លៃជាដើម1រាប់អានរហូតដល់វងញាតរបស់មិត្ត1ត្រូវជាស្ថាន5ប្រការហោងបុគ្គលក្នុងលោកគប្បីរកមិត្តមានធម៌អនុគ្រោះ5ប្រការដោយសម្ដែងមកនេះទៅបានក្តីសួស្តីមង្គលចម្រើនក្តីសុខសម្រានដោយសត្វទាំង3នោះហោងចប់តម្រាគតិសុភមិត្ត